ប្រវត្តិនិងគម្រោងការកេណ្ឌខ្មោចដ៏រន្ធត់ព្រោះព្រួចរបស់លោកតាឃ្លាំងមឿងទីភ្នូររបស់លោកអុកញ៉ាឃ្លាំងមឿងនិងជំទាវខណ្ឌខៀវសពថ្ងៃស្ថិតនៅក្នុងភូមិកំពែងស្វាយឃុំស្នាមព្រះស្រុកបាកានចម្ងាយប្រមាណ6គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់រណ្ដៅដែលលោកអុកញ៉ាមឿងបានលោតនោះគេបានរក្សាការពារទុកមកដល់សពថ្ងៃដោយធ្វើជាអគារមួយមានក្បាច់រចនាស្រស់ស្អាតគ្រប់ពីលើហើយនៅគៀនជញ្ជាំងពីក្រោយរណ្ដៅឬភ្នូនេះគេបានសាងរូបសំណាកលោកអុកញ៉ានិងអ្នកជំទាវតម្កល់ឲ្យឈរចង្អុលបែរមុខទៅរកកន្លែងដែលគាត់បានលូតនោះបច្ចុប្បន្នទីនោះបានក្លាយជាទីរមណីយដ្ឋានដែលមានអ្នកទេសចរជាតិនិងអន្តរជាតិទៅលេងកម្សាន្តថែមទាំងអាចប្រមូលបានថវិកាកសាងសមិទ្ធផលជាបន្តបន្ទាប់ថែមទៀតផងរមណីយដ្ឋានលោកអុកញ៉ាឃ្លាំងមឿងគឺជារមណីយដ្ឋានមួយដែលមានភាពទាក់ទាញខ្លាំងនិងជាកន្លែងដែលមានការគោរពបូជាយ៉ាងស័ក្តិសិទ្ធិចំណែកឯប្រជាជននៅខេត្តពោធិ៍សាត់តែងតែមានជំនឿទៅលើលោកតាឃ្លាំងមឿងនិងតែងយកដង្វាយទៅដាក់ថ្វាយសុំសេចក្តីសុខពីលោកតាជ្រុងមួយក្នុងប្រវត្តិសាស្ត្រដែលយើងគួរតែបានដឹងពីលោកតាឃ្លាំងមឿងគឺគាត់ជាមេទ័ពដ៏ឆ្នើមរបស់ស្ដេចអង្គច័ន្ទរាជាដោយបានដាក់ប្រស្នាមេឃបាយយុទ្ធសាស្ត្រថាទៅស្លាប់ដើម្បីកេណ្ឌទ័ពខ្មោចឲ្យមកជួយច្បាំងនិងមានរឿងសំខាន់មួយទៀតដែលពាក់ព័ន្ធនឹងជំនឿរបស់ប្រជាជនចំពោះអ្នកតាឃ្លាំងមឿងគឺគាត់ជាអ្នកតាមានអំណាចបំផុតដែលត្រូវបានប្រជាជនរាស្ត្រខ្មែរជ្រួលជ្រាបនិងខ្លោចខ្លាចឫទ្ធិចេស្តាបារមីអ្នកតាឃ្លាំងមឿងគ្រប់គ្នាលោកតាមឿងបានពលីជីវិតដើម្បីទៅកេណ្ឌទ័ពខ្មោចក្នុងព្រឹត្តិការណ៍នេះកូនប្រុសទាំងពីររបស់លោកបានបូជាជីវិតទៅកេណ្ឌទ័ពខ្មោចជាមួយលោកដែរដើម្បីរំដោះព្រះអង្គច័ន្ទចេញពីគ្រោះថ្នាក់ក្នុងគ្រិស្តសករាជ1549គេដំណាលថាគ្រាដែលព្រះអង្គច័ន្ទបានដំណឹងច្បាស់ថាព្រះចៅសៀមលើកទ័ពមកវាយនគរខ្មែរទ្រង់ជំនុំនឹងសេនាបតីថាឥឡូវពេលសេនាយើងនិងគ្រឿងអាវុធយុទ្ធភ័ណ្ឌរបស់យើងមិនបរិបូរណ៍តើអ្នករាល់គ្នាគិតរកឧបាយកលបែបណាឲ្យមានជ័យជំនះពេលនោះពលសេនាទាំងអស់មិនមានអ្នកណាមួយហ៊ានឆ្លើយទទួលអះអាងសោះមានតែសេនាមឿងឆ្លើយធានាអះអាងថាហ៊ានតទល់នឹងទ័ពសៀមដោយឧបាយមួយដ៏ចម្លែកគឺហ៊ានបដូរជីវិតដើម្បីនឹងទៅកេណ្ឌទ័ពខ្មោចធ្វើជាទ័ពច្បាំងនៅពលសៀមលោកបង្គាប់ឲ្យជីករណ្ដៅទំហំ4ម៉ែត្រជម្រៅ4ម៉ែត្ររួចឲ្យដាក់គ្រឿងសត្រាវុធក្នុងរណ្ដៅនោះដើម្បីនឹងលោតទៅឲ្យជង់ស្លាប់នៅក្នុងរណ្ដៅតែនៅពេលមុននឹងលោកសម្លាប់ខ្លួននោះសេនាមឿងបង្គាប់ឲ្យពួកពលរដ្ឋទាំងអស់មកស្ដាប់ពាក្យអាវាតលោកប្រកាសថាសូមអស់លោកខំប្រឹងយកចិត្តទុកដាក់ក្នុងរឿងចម្បាំងពេលនេះដើម្បីរំដោះដែនដីឲ្យបានរួចផុតពីកណ្ដាប់ដៃនៃបច្ចាមិត្តចំណែកខ្ញុំធានាខាងទ័ពខ្មោចសូមអស់លោកសង្ឃឹមទុកចុះបើខ្ញុំស្លាប់ទៅបាន7ថ្ងៃឬសូរសន្ធឹកខូកញ្ជ្រៀវបីដូចជាសំឡេងកូលាន់ហើយនឹងមានជ័យហើយលុះដាំរួចលោកទៅក្នុងរណ្ដៅព្រឹបប្រពន្ធឃើញប្តីលោតដូច្នោះក៏លោតទៅជាមួយនឹងប្តីព្រមទាំងកូនប្រុស2នាក់ស្លាប់ជាមួយគ្នាដល់ថ្ងៃជាគម្រប់7ថ្ងៃលាន់លឺសូរសន្ធឹកដោយកាលផ្ដាំមែនទ័ពសៀមចូលដល់បាត់ដំបងឆ្លងចូលមកដល់អូមួយសពថ្ងៃគេហៅថាអូស្វាយដូនកែវជួបគ្នានឹងទ័ពព្រះអង្គច័ន្ទទ័ពខ្មោចចេញទៅមុខសំដែងឫទ្ធិធ្វើឲ្យពលសៀមវិលមុខចុះពោះចុះក្អួតដួលខ្លួនឯងស្រួលទ័ពព្រះអង្គច័ន្ទចូលទៅកាប់សម្លាប់អស់ពួកកងទ័ពសៀមទប់ទល់មិនបានថយទៅដល់បាត់ដំបងធ្វើសារទៅក្រាបទូលព្រះចៅសៀមតាមដំណើរសពគ្រប់ព្រះចៅទ្រង់ជ្រាបឲ្យមេទ័ពថយត្រឡប់ទៅស្រុកសៀមវិញចំណែកពួកកងទ័ពព្រះអង្គច័ន្ទក្នុងរឿងព្រេងហៅថាព្
ព្រះជ័យអស្ចារ្យនាំគ្នាត្រឡប់មកកាន់បន្ទាយវិញសពថ្ងៃគេហៅថាបន្ទាយជ័យចាប់ដើមពីពេលនោះមកក្រោយព្រះអង្គច័ន្ទបានឡើងសោយរាជសម្បត្តិសុខសាន្តហើយទ្រង់តែងនឹកឃើញដល់គុណឧបការៈសេនាមឿងដែលសួរបដូរជីវិតចំពោះព្រះអង្គនិងព្រះនគរខ្មែរ